นการยุทธศาสตร์บ่อยយើងគឺមាន4យុទ្ធសាស្ត្រទី1គឺការជំរុញភាពឈ្នះឆ្នាំ2017និង2018ទី2គឺការពង្រឹងនិងពង្រីកសមាជិកនិងបណ្ដុះបណ្ដាលធនធានយុវជនបកនិងកិច្ចការងារសង្គមទី3គឺការពង្រឹងការងាររដ្ឋបាលក្រុមការងារយុវជនទី4គឺការសេវាគ្រប់គ្រងសកម្មភាពទូទៅបាទហើយនៅក្នុងនោះដែរគឺយើងមានសកម្មភាពលេចធ្លោមួយចំនួនដែលយើងបាននឹងកំពុងធ្វើជាប្រចាំតែម្ដងបាទទី1គឺការបញ្ជ្រាបកម្មវិធីនយោបាយគោលការណ៍គោលនយោបាយរបស់គណៈបកនិងបញ្ចូលសមាជិកភាពរបស់បកថ្មីបាទទី3គឺក្រុមការងារយុវជនយើងក៏បានចោះជួបសំណេះសំណាលជាមួយសកម្មជនយុវជននៅតាមបណ្ដាឃុំបាទជាប្រចាំរៀងរាល់សប្ដាហ៍បាទទី4គឺកម្មវិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនិងមិនប្រកាន់និន្នាការនយោបាយដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាបាទដឹកនាំដោយអាដាមសសុខានិងលោកជំទាវតែម្ដងបាទទី5គឺយើងបានដឹកនាំយុវជនដើម្បីទស្សនកិច្ចសារមន្ទីរប្រឡាយពូជសាសន៍ទួជើងឯកនិងទួស្លែងបាទដើម្បីស្វែងយល់អំពីផលលំបាកនៃសង្គ្រាមនិងបណ្ដុះឆន្ទៈយុវជនឲ្យស្គាល់នៅតម្លៃសន្តិភាពនិងស្រឡាញ់គណៈបកប្រជាជនដែលជាគណៈបករំដោះប្រទេសឲ្យរួចផុតពីបនប្រឡាយពូជសាសន៍បាទទី6គឺយើងរៀបចំកម្មវិធីសំណេះសំណាលរវាងអាដាមសសុខាដែលជាតំណាងរាស្ត្រមណ្ឌលព្រៃវែងជាមួយនឹងម្ចាស់ឆ្នោតក្នុងស្រទាប់យុវជនបាទទី7គឺយើងមានកម្មវិធីចែកអំណោយជួយដល់ក្រុមគ្រួសារបកដែលមានជីវភាពក្រីក្រជួបគ្រោះមហន្តរាយចូលរួមក្នុងការងារសាសនាប្រពៃណីសង្គមវប្បធម៌និងការប្រគំតន្ត្រីល្បែងកម្សាន្តកីឡាការដាំដើមឈើនិងការបោះជំរំយុវជនជាដើមបាទហើយក្នុងរយៈពេលកន្លងមកនេះគឺយើងអាចនិយាយបានថាក្នុងរយៈពេល4ឆ្នាំចុងក្រោយនេះគឺយើងធ្វើសកម្មភាពនេះមិនតិចជាង1200ដងទេ